សម្ដែងនៅព្រះគាថាចំនួន1ព្រះគាថា4បាតប្រងទ្រង់ត្រាស់សម្ដែងមនាលភិក្ខុទាំងឡាយបុគ្គលពៀលធ្វើកម្មអាក្រក់មិនដែលដឹងឡើយប៉ុន្តែក្រោយមករមែងក្តៅក្រហាយព្រោះកម្មដែលខ្លួនបានធ្វើហើយនោះណាដូចជាភ្លើងឆេះព្រៃណាបុគ្គលពៀលដែលធ្វើនៅអំពើអាក្រក់គឺមិនដែលដឹងឡើយប៉ុន្តែក្រោយមករមែងក្តៅក្រហាយព្រោះកម្មដែលខ្លួនបានធ្វើនោះដូចជាភ្លើងឆេះព្រៃកាលដែលខ្លួនកំពុងតែធ្វើនឹងអត់ដឹងទេប៉ុន្តែក្រោយមកបានទទួលរងនៅអំពើបាបកម្មដូចជាភ្លើងឆេះព្រៃណាភ្លើងឆេះព្រៃវាក្តៅញាតិញោមណាធ្លាក់ទៅឆេះនៅក្នុងនរករួចពីនរកមកកើតជាសត្វប្រែទាំងត្រូវភ្លើងឆេះទៀតឃើញទេណាព្រះអង្គទ្រង់ត្រាស់សម្ដែងថាអដ្ឋបាបានិកម្មមានិការាំងពាលោអ្នកពុជ្ជតិសេហេកម្មមេហេតុមមេធោអកិទ័តធោវតបតិណាអដ្ឋបាបានិកម្មមានិការាំងពាលោអ្នកពុជ្ជតិសេហេកម្មមេហេតុមមេធោអកិទ័តធោវតបតិបុគ្គលមិនមានប្រាជ្ញាការធ្វើអំពើអាក្រក់រមែងមិនភ្ញាក់ខ្លួនលុះកាលជាខាងក្រោយទើបក្តៅក្រហាយដោយសារកម្មរបស់ខ្លួនដូចត្រូវភ្លើងឆេះដូច្នោះណាអដ្ឋបាបានិកម្មមានិណាជនពាលមិនត្រឹមតែធ្វើនៅអំពើបាបកម្មដោយអំណាចនៃសេចក្តីខឹងក្រោធប៉ុណ្ណឹងទេសូម្បីកាលដែលខ្លួនកំពុងធ្វើបាបកម្មហ្នឹងក៏មិនបានដឹងខ្លួនមិនបានភ្ញាក់ខ្លួនពាក្យដែលថាកំពុងធ្វើនៅអំពើបាបកម្មមិនភ្ញាក់ខ្លួនមិនដឹងខ្លួនហ្នឹងមិនមែនចង់មានន័យថាបុគ្គលហ្នឹងមិនដឹងតែខ្លួនឯងធ្វើអំពើអាក្រក់ទេដឹងតែខ្លួនឯងនឹងធ្វើអំពើអាក្រក់ហើយកំពុងតែធ្វើអំពើអាក្រក់ហើយប៉ុន្តែដែលព្រះសម្មាសម្ពុទ្ធថាមិនដឹងខ្លួននៅក្នុងទីនេះគឺមិនដឹងនៅផលរបស់បាបមិនដឹងថាតើអំពើដែលខ្លួនធ្វើហ្នឹងនឹងត្រូវទទួលផលយ៉ាងណាព្រោះវាអត់ទាន់ទទួលផលញាតិញោមអាពេលកំពុងធ្វើនេះមានបានទទួលផលណាអត់ទេពីព្រោះវាអត់ទាន់ដល់ពេលហ្នឹងហើយដែលព្រះអង្គទ្រង់ត្រាស់សម្ដែងថាបុគ្គលពាលមិនត្រឹមតែធ្វើអំពើបាបកម្មដោយអំណាចនៃសេចក្តីខឹងក្រោធប៉ុណ្ណោះទេសូម្បីកាលធ្វើក៏មិនដឹងខ្លួនតែកាលដែលខ្លួនធ្វើបាបនោះមិនមែនមិនដឹងថាយើងមិនដឹងថាយើងធ្វើបាបខ្លួនធ្វើបាបទេដឹងថាអំពើហ្នឹងជាអំពើអាក្រក់ជាអំពើបាបប៉ុន្តែមិនដឹងថាតើបាបហ្នឹងវាត្រូវឲ្យផលយ៉ាងណាអាហ្នឹងអត់ដឹងអញ្ចឹងណាប៉ុន្តែពេលក្រោយមកណាពេលអស់ជីវិតទៅដោយអំណាចកម្មដែលខ្លួនធ្វើហើយនោះបុគ្គលនោះឯងរមែងទទួលរងនៅសេចក្តីទុក្ខណាធ្លាក់ទៅឆេះនៅក្នុងនរករួចពីនរកមកកើតជាកំណើតប្រែតត្រូវភ្លើងឆេះទាំងយប់ទាំងថ្ងៃទៀតនឹងចម្រើនពរនឹងព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងនៅបាតព្រះគាថា1ព្រះគាថា4បាតប្រារព្ធនឹងអជ្ជករៈប្រែតនឹងចប់ទៅមានបរិស័ទជាច្រើនបានសម្រេចមគ្គផលបានសម្រេចលោកុត្តរធម៌តាមសំគួរដល់ឧបនិស្ស័យរៀងខ្លួនសូមអនុមោទនាបុណ្យចម្រើនពរណារឿងហ្នឹងចប់ហើយញាតិញោមរឿងប្រែតពរទោះបីថារឿងហ្នឹងវានិយាយពីរឿងប្រែតរឿងនរោអីមែនញាតិញោមហើយរឿងហ្នឹងវាកន្លងទៅយូរច្រើនឆ្នាំហើយប៉ុន្តែអត្ថន័យអត្ថរសខ្លឹមសាររបស់រឿងវានៅតែដដែលខ្លឹមសាររបស់រឿងអត្ថន័យរបស់រឿងគឺចង់និយាយអំពីទោសនៃអំពើអាក្រក់ផលនៃអំពើអាក្រក់បុគ្គលដែលប្រព្រឹត្តនៅអំពើអាក្រក់ប្រព្រឹត្តនៅអំពើទុច្ចរិតញាតិញោមសពថ្ងៃហ្នឹងមានអ្នកធ្វើអំពើអាក្រក់ទេញាតិញោមមានដែរមានអ្នកធ្វើអំពើបាបដែរណាមានហើយបើយើងលើកយកឈ្មោះគេមកគេមិនមកផ្ទះបែកមាត់យើងតោះតែលើកយករឿងប្រែតចឹងមកបានគេមិនសូវអីណាបង
ហើយទៅលើកយកឈ្មោះគេចំមកថាគេធ្វើនេះគេខឹងយើងងាប់ហើយអញ្ចឹងយើងលើកយករឿងប្រែតដែលមាននៅក្នុងគម្ពីរដីកាមកប៉ុន្តែភ្ជាប់នឹងបាតព្រះគាថាដែលព្រះសម្មាសម្ពុទ្ធសម្ដែងហើយអត្ថន័យខ្លឹមសារវានៅតែដដែលនៅតែជាផលរបស់បាបទោសរបស់បាបទោសរបស់អំពើទុច្ចរិតបុគ្គលសាងនៅអំពើបែបណារមែងទទួលផលបែបនោះយាតិសੰវបតេពីជាងតាតិសੰលក្ខតេផលាំងបុគ្គលសាព្រោះនៅក្របពូជបែបណាដាំក្របពូជបែបណារមែងទទួលផលផ្កាផ្លែបែបនោះមិនថាសម័យពុទ្ធកាលក្រោយសម័យពុទ្ធកាលឬមុនសម័យពុទ្ធកាលទេសច្ចធម៌ច្បាប់កម្មផលគឺជាច្បាប់ធម្មជាតិណាមិនចេះប្រែប្រួលទៅតាមសម័យកាលទេអញ្ចឹងញាតិញោមដែលស្ដាប់រឿងប្រជាដកអសរសិល្ប៍ពុទ្ធសាសនាសម្ដែងអំពីឋាននរកឋានសួគ៌សម្ដែងអំពីរឿងប្រែតសម័យពុទ្ធកាលអីកុំឲ្យឆ្ងល់ថាចុះលោកទេសតែរឿងសម័យព្រះលើកតែរឿងសម័យព្រះហើយចុះអារឿងបច្ចុប្បន្ននេះមិនលើកផងថារឿងវាគ្រាន់តែខុសសម័យកាលទេប៉ុន្តែអត្ថន័យខ្លឹមសារវានៅតែដដែលអញ្ចឹងណាញាតិញោមដោយទឹកសមុទ្រនៅប្រទេសអូស្ត្រាលីទឹកសមុទ្រនៅប្រទេសអាមេរិកទឹកសមុទ្រនៅប្រទេសចិនទឹកសមុទ្រនៅយើងកពតកំពង់សោមនៅកែបូកូនេះទឹកសមុទ្រនឹងមានរសជាតិយ៉ាងម៉េចញាតិញោមប្រៃដូចតែគ្នាហ្នឹងទឹកសមុទ្រនៅអូស្ត្រាលីក៏ប្រៃទឹកសមុទ្រនៅខ្មែរយើងក៏ប្រៃទឹកសមុទ្រកាលសម័យព្រះនោះក៏ប្រៃទឹកសមុទ្រយើងឥឡូវហ្នឹងក៏ប្រៃដូចតែគ្នានេះជាសច្ចធម៌ច្បាប់ធម្មជាតិគឺមិនចេះប្រែប្រួលទេហ្នឹងហើយដែលយើងស្ដាប់ព្រះធម៌ទៅអាចចាប់យកអត្ថន័យខ្លឹមសារព្រះធម៌ណាចម្រើនពរយកអត្ថន័យអត្ថរសខ្លឹមសារព្រះធម៌ថាតើក្នុងព្រះធម៌ក្នុងរឿងហ្នឹងចង់អប់រំពុទ្ធបរិស័ទពីរឿងអីដោយក្នុងរឿងហ្នឹងព្រះសម្មាសម្ពុទ្ធថ្មីត្បិតតែព្រះអង្គលើកយករឿងប្រែតហ្នឹងយកមកនិយាយមែនប៉ុន្តែចង់បញ្ចប់នៃសាច់រឿងហ្នឹងតើពុទ្ធញោមត្រូវអញ្ជើញទៅហ៎បងអូបងណាសូមអនុមោទនាថ្មីត្បិតតែព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងជាសាច់រឿងពុក្កលាធិដ្ឋានរឿងនរករឿងប្រែតអីចឹងមែនប៉ុន្តែដល់ទៅចប់សាច់រឿងតើព្រះសម្មាសម្ពុទ្ធសម្ដែងថាម៉េចសេចក្តីបញ្ចប់រឿងរបស់ព្រះអង្គណាព្រោះគោលបំណងរបស់រឿងហ្នឹងគឺព្រះអង្គចង់សម្ដែងអំពីទោសនៃអំពើបាបទោសនៃអំពើអាក្រក់កុំឲ្យមនុស្សហ្នឹងប្រព្រឹត្តនៅអំពើបាបកុំឲ្យប្រព្រឹត្តនៅអំពើអាក្រក់ពីព្រោះថាការប្រព្រឹត្តនៅអំពើអាក្រក់រមែងនាំមកនៅសេចក្តីទុក្ខដូចបុរសហ្នឹងចឹងឃើញទេបានប្រយោជន៍អីញាតិញោមខឹងនឹងលោកសេដ្ឋីគាត់ឲ្យលោកសេដ្ឋីស្ដីថាឲ្យប៉ុណ្ណឹងហើយគាត់មិនទាំងថាចំមុខផងហ្នឹងគាត់ថាបុរសនេះមានជើងប្រឡាក់ដីតំណងជាមនុស្សដើរយប់ហើយមើលទៅប៉ុណ្ណឹងក៏គាត់ដើរហួសទៅណែមនុស្សយើងពេលខ្លះអញ្ចឹងណាញាតិញោមមើលពេលខ្លះគាត់ឲ្យគេប្រចាំងភ្លើងដាក់មុខបន្តិចក៏ខឹងដែរណាមនុស្សយើងហើយអ្នកខ្លះហ្នឹងគាត់ឲ្យគេឲ្យញឹមចំហ្នឹងក៏មិនបានខឹងដែរកំពុងតែខឹងឯងមកឲ្យសើចមកញឹមអីហ្នឹងចង់ឌឺហើយអ្នកខ្លះគ្នាបើកឡានទៅវាសាចទឹកមកចំអាត្មាកាលនៅបិណ្ឌបាតទៅទឹកជប៉ុនទៅញឹកញាតិញោមបើកឡានប្រឆាចដាក់ជួនកាលទៅបិណ្ឌអញ្ចឹងទៅទឹកមកពីលើទឹកកាកបាយក៏មានណាញាតិញោមមិនដឹងធ្វើម៉េចយើងនឹងទៅរកឯណាទៅប្តឹងតុលាការឡាអេណាមានតែមកវិញបោកជប៉ុនទៅបោកគក់ជប៉ុនទៅអញ្ចឹងទោសនៃសេចក្តីខឹងក្រោធណាទៅដុតស្រែលោកសេដ្ឋីកាត់តសៃជើងគោលោកសេដ្ឋីដុតផ្ទះលោកសេដ្ឋីដុតគន្ធកត់ព្រះសម្មាសម្ពុទ្ធហើយប្រុងសម្លាប់លោកសេដ្ឋីទៀតទីបំផុតបានប្រយោជន៍អីញាតិញោមមើល
ទីបំផុតទៅបានតែទទួលរងទុកលំបាកខ្លោចផ្សាតែខ្លួនឯងហ្នឹងណានឹងហើយដែលព្រះសម្មាសម្ពុទ្ធលើករឿងនឹងមកឲ្យយើងតក់ស្លុតរន្ធត់ភ័យខ្លាចនឹងអំពើបាបឲ្យមានហិរិអោតបៈមានសេចក្តីខ្មាស់បាបមានសេចក្តីខ្លាចបាបកុំប្រព្រឹត្តធ្វើនៅអំពើបាបពីព្រោះអំពើបាបកាលណាបុគ្គលធ្វើទៅវាមានទុក្ខទោសអញ្ចឹងវាមានគ្រោះថ្នាក់អញ្ចឹងទៅថ្ងៃមុខទៅអ្វីត្បិតថាអាពេលកំពុងធ្វើនឹងយើងអត់ដឹងមែនអត់ដឹងថាផលរបស់បាបនឹងវាឲ្យផលយ៉ាងម៉េចមែនប៉ុន្តែពេលដែលយើងអស់ជីវិតទៅយើងស្លាប់ទៅធ្លាក់ទៅឆេះនៅក្នុងនរករួចពីនរកមកកើតជាសត្វប្រែតត្រូវភ្លើងឆេះទាំងយប់ទាំងថ្ងៃហ្នឹងអ្នកដែលមានឧបនិស្ស័យព្រះសម្មាសម្ពុទ្ធសម្ដែងតែប៉ុណ្្នឹងយល់ចូលចិត្តបានសម្រេចលោកតរធัวណាចម្រើនពរសូមអនុមោទនាអនុមោទនាបុណ្យការសម្ដែងព្រះធัวក្នុងពិធីបុណ្យគេហបវេសនមង្គលក្នុងពិធីឡើងគេហដ្ឋានថ្មីក្នុងវេលាល្ងាចនេះក៏ល្មមសំតាមពេលវេលានឹងបញ្ចប់អេវ៉ាំង